Martin Centro Martin មិនឆ្លាញ់ Centro Martin ខ្លាំងហ្នឹងហើយបាទឆ្លាញ់ Centro Martin ខ្លាំងណាបាទមិនបានឆ្លាញ់ខ្លាំងដល់ថ្នាក់ទិញជាប់មាត់តែថាតែគាត់ជឿធ្វើកីឡាករល្អបាទល្អគ្រប់គ្រឿងបាទជាពិសេសចង្វាក់វាយក្បាលពោះហើយវាយកែងត្រាំតាមក្រោយបាទអញ្ចឹងបាទហើយវាខៅក្បាលពោះហើយវាយកែងត្រាំតាមក្រោយមែនទេបាទបាច់ហ្នឹងគឺខ្ញុំឆ្លាញ់មែនទេបាទ Centro Martin បាទមែនទេបើចូលរយៈលោកគ្រូមហាដឹងបន្ថែមមួយជីបមួយទៀតបាទហើយគ្រូឯងទៅដេកបោបដេស្បែកហ្នឹងជោគជ័យទៅបាននរណានិយាយបដាល់គ្រូណាខ្វះនេះអ្នកវិភាគឡើងមកថ្មីក្រោយគោបើវិភាគមិនសូវទេណាឆ្កឹះគេហ្នឹងបាទអាហ្នឹងវានិយាយចឹងវាជារឿងការរិះគន់ដើម្បីស្ថាបនាអញ្ចឹងរិះគន់ដើម្បីស្ថាបនានឹងមិនឆ្កឹះឲ្យគេខឹងគ្នាចាក់ចោលហ្នឹងគេមិននិយាយពាក្យចាក់ចោលទេគ្រូហ្នឹងហើយបាទខ្ញុំឲ្យមិញខ្ញុំលើសូគ្រូទៅទិញជាប់ពាក្យថាអីគេ Centro Martin មិនឆ្លាញ់ Centro Martin ខ្លាំងហ្នឹងហើយបាទឆ្លាញ់ Centro Martin ខ្លាំងណាបាទមិនបានឆ្លាញ់ខ្លាំងដល់ថ្នាក់ទិញជាប់មាត់តែថាតែគាត់ជឿធ្វើកីឡាករល្អបាទល្អគ្រប់គ្រឿងបាទជាពិសេសចង្វាក់វាយក្បាលពោះហើយវាយកែងត្រាំតាមក្រោយបាទអញ្ចឹងបាទហើយវាខៅក្បាលពោះហើយវាយកែងត្រាំតាមក្រោយមែនទេបាទបាច់ហ្នឹងគឺខ្ញុំឆ្លាញ់មែនទេបាទ Centro Martin បាទមែនទេបើតាមខ្ញុំដឹងដូចជាថ្ងៃអាទិត្យថ្ងៃទី8នេះគ្រូបាទទៅជួបជាមួយនឹងធនមិញហុងការដណ្ដើមខ្សែក្រវ៉ាត់អង្គបរៀម5ទឹកគ្រូយល់ឃើញមិនដែរខ្ញុំគិតថាអ្នកទាំងពីរនេះគឺពិតជាល្អប៉ុន្តែគាត់ថាអ្វីដែលខ្ញុំគិតគឺធនមិញហុងគឺនៅខ្ចីបាទនៅខ្ចីបាទគាត់បាយដល់បាយឯងក៏ប៉ុន្តែគាត់មិនទាន់ស្គាល់មានបច្ចេកទេសខ្លះសម្រាប់អាវុធរបស់ Centro Martin ណាព្រោះ Centro Martin នេះមិនមែនគាត់វាយចិត្តតែវាយទេគាត់ចិត្តទាំងវាយហើយគាត់ចិត្តទាំងគាត់មានទាំងធនភាពធនទៀតអញ្ចឹងការដោយការចំហលឿនរបស់ធនមិញហុងហ្នឹងអាចនឹងធ្វើឲ្យញ៉ាកតាប្រជុំធនមិញហុងនៃអាការៈនៃការវាយកែងបែកកន្លែងណាមួយគឺថាបានអូអញ្ចឹងជឿថាភាគរយដួលសន្លប់ខ្ពកតែម្ដងអាចមានទេគ្រូអាចមានដែរបាទអាចបាទនិយាយទៅគូនេះដូចសម្រាប់ខ្ញុំគឺខ្ញុំគិតថាចង្វាក់របស់ធនមិញហុងគឺយកធនមិញហុងទៅដាក់ជាមួយ Centro Martin វាល្អក៏ប៉ុន្តែដូចយកពងមន់ទៅជ្រុលថ្មហ្នឹងបាទដូចយកពងមន់ទៅជ្រុលថ្មហ្នឹងបាទបត់តែក្បាច់មានដៃធ្ងន់របស់ធនមិញហុងប៉ុន្តែបច្ចេកទេសបើប្រៀបធៀបទៅនឹង Centro Martin អាចចាញ់គេក្នុងលក្ខខណ្ឌដែលគេមានភាពធន់គេស្វិតដូចគ្នាបាទតែមិញហុងគាត់ប្រភេទកីឡាករវាយក្រោមបាទវាយក្រោមអញ្ចឹង Centro Martin គឺគាត់គ្រប់គ្រឿងទៀតបាទធន់តាន់ហើយមួយទៀតដែលគ្រូជឿជាក់ត្រង់អាវុធពិសេសរបស់ Centro Martin គឺវាយកែងខណៈដែលធនមិញហុងចូលចិត្តវាយក្រោមអញ្ចឹងវាត្រូវនឹងក្បាច់ Centro បាទពីចូលប្លង់ណាចូលប្លង់ទៅលើបាទអញ្ចឹងបើមិញហុងគាត់ហ៊ានចំហកន្លែងណាមួយគឺអាចនឹងបញ្ហាតែម្ដងអាចនឹងខូចបាទគេថាបើធ្វើភាសាយើងថាវាយកងកអញ្ចឹងត្រឡប់មកវិញតើទៅ Centro Martin លោកគ្រូធ្លាប់ឃើញការប្រកួតជាមួយអ្នកណាខ្លះបាទលោកគ្រូស្រឡាញ់គាត់ខ្ញុំគិតឃើញការប្រកួតជាមួយនឹងកីឡាករសុកធីហើយនឹងកីឡាករទុនម៉ាណាបាទមែនតើរវាងការប្រកួតជាមួយធនម៉ាណាហើយនឹងជាមួយនឹងកីឡាករសុកធីលោកគ្រូមើលឃើញចម្រុង Centro Martin មានចំណុចប្លែកពីគ្នាអភិវឌ្ឍក្បាច់គុណឡើងឬក៏អភិវឌ្ឍចុះគឺឡើងរហូតពីមរណៈបាទអញ្ចឹងមានតែគេបង្ហាត់ជាប់ជួនអ្វីដែលខ្ញុំព្រួយបារម្ភគឺលទ្ធផលទេបាទលទ្ធផលព្រោះ Centro Martin គាត់មកពីរដងគឺគាត់តែងទទួលរងលទ្ធផលអវិជ្ជមានមិនសូវល្អបាទដោយសារតែគេថាខ្មោចទាញជើងបាទអញ្ចឹងបើចុងបញ្ចប់លោកគ្រូសង្ឃឹមថា Centro Martin អាចយកខ្សែក្រវ៉ាត់ប្រាក់ពីធនមិញហុងប្រមាណភាគរយមើលទៅសឹងថា70 ទៅ 80% 70 ទៅ 80% អញ្ចឹងគ្រូជឿជាក់ខ្លាំងបាទតែយ៉ាងណាយើងចាំតាមដានទាំងអស់គ្នាថ្ងៃទី8បាទនៅកាបូលបាទអរគុណច្រើនគ្រូមើល Centro Martin ម៉ាត់មើល Centro Martin